បាទសួស្តីបងប្អូនបាទឥឡូវនេះខ្ញុំសូមវិលមកជួបបងប្អូនបាទម្ដងទៀតសារជាថ្មីដោយសារខ្ញុំអត់ចង់ធ្វើវីដេអូដោយសារឲ្យបងប្អូនកាមេរ៉ាទូរស័ព្ទវាអត់សូវច្បាស់ហើយណាមួយខ្ញុំវាអត់ទាន់មានលុយមានកាក់អញ្ចឹងណាបាទហើយចាំមើលដាច់ខែហ្នឹងអាចនឹងសំលុយសំកាក់បានខ្លះធ្វើម៉េចឲ្យបានទូរស័ព្ទមួយគ្រឿងដើម្បីធ្វើវីដេអូចែកម្លែកពាក់ព័ន្ធនឹងឆ្នាំបុរាណខ្មែរយើងណាបងប្អូនបាទឥឡូវនេះយើងកុំឲ្យខាតពេលយូរថ្ងៃនេះខ្ញុំមានដំណឹងល្អមួយចង់មកបង្ហាញបងប្អូនបាទពាក់ព័ន្ធទៅនឹងបាទចាស់ចាប់ពីអាយុ50ឡើងគាត់តែងតែឈឺកលាក់ដៃកលាក់ជើងអានឹងហៅថាជំងឺស្រឡះបងប្អូនបាទទោះបីតែក្មេងក៏អាចប្រើត្រូវដែរបាទឥឡូវនេះយើងកុំឲ្យខាតពេលយូរយើងទៅដឹងទាំងអស់គ្នាតើថ្ងៃនេះខ្ញុំនឹងលើកបាទប្រធានបទហ្នឹងពាក់ព័ន្ធនឹងមុខឆ្នាំហ្នឹងមានតែមួយមុខទេអញ្ចឹងយើងកុំឲ្យខាតពេលបាទឥឡូវនេះបងប្អូនត្រូវតែទៅរកពងមាន់ណាបងប្អូនណាបាទពងមាន់ស្រែយើងបញ្ជាក់បាទយកពងមាន់ស្រែអត់យកពងទីអត់យកពងមាន់ក្រហមទេគឺយកពងមាន់ស្រែតែមួយមុខទេអញ្ចឹងណាបាទវិធីធ្វើគឺងាយទេបងប្អូនបាទបងប្អូនទៅរកពងមាន់នឹងមកបាទក្នុងមួយថ្ងៃបងប្អូនត្រូវរកបាន2គ្រាប់បាទធ្វើតែម្ដងទេគឺអត់ពិបាកធ្វើច្រើនដងទេហើយបងប្អូនធ្វើជាប្រចាំទៅបាទជាប្រចាំគឺវាទទួលផលបានល្អមែនបាទជាពិសេសគឺយាយខ្ញុំផ្ទាល់គាត់បានទទួលទានពងមាន់ហ្នឹងបាទប្រចាំរាល់ថ្ងៃបាទឥឡូវនេះគឺគាត់បានសុខភាពគាត់ល្អប្រសើរឡើងវិញបាទហើយវិធីធ្វើនោះគឺបងប្អូនទៅយកពងមាន់ស្រែ2គ្រាប់មកក្នុងមួយថ្ងៃបាទហើយបងប្អូនយកទាំងឆៅនោះបងប្អូនបាទយកទាំងឆៅនោះបងប្អូនគោះដាក់ចានឬក៏ដាក់កែវណាបងប្អូនណាបាទគោះវាហើយយើងវាយវាឲ្យម៉ត់វាយវាឲ្យសប់ទៅហើយបងប្អូនទទួលទានទាំងឆៅហ្នឹងបញ្ជាក់បងប្អូនណាបាទគឺអាហ្នឹងក៏វាជួយស្រឡាក់បាទស្រឡាក់បងប្អូនប្រកែណាហើយមិនមែនថាបងប្អូនទទួលទានមួយថ្ងៃ2ថ្ងៃអាហ្នឹងអត់ទាន់ដឹងលទ្ធផលទេបងប្អូនចាប់ពីមួយសប្តាហ៍ឡើងណាបងប្អូនបាទសប្តាហ៍ឡើងហើយបងប្អូនទទួលទានកាន់ខែទីកាន់តែល្អអត់មានប៉ះពាល់ដល់សុខភាពទេខ្ញុំធានាបាទខ្ញុំធានាឲ្យបាទអត់មានពាក់ព័ន្ធប៉ះពាល់ដល់សុខភាពយើងទេអញ្ចឹងហើយវីដេអូចែកម្លែកថ្ងៃនេះគឺខ្ញុំមានប្រធានបទតែប៉ុណ្្នឹងទេអញ្ចឹងសង្ឃឹមថាបងប្អូនទាន់ណាបាទសូមបញ្ជាក់ម្ដងទៀតគឺពងមាន់ស្រែណាបងប្អូនបាទពងមាន់ស្រែពងមាន់ក្រហមអត់យកទេពងទីក៏អត់យកដែរបាទកុំឲ្យបងប្អូនពិបាកឆ្ងល់